ហើយខ្ញុំដើរជុំវិញមួយជុំហ្នឹងយើងឃើញថាស្អាតមែនតើមកបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលជួបគ្នាជាថ្មីម្ដងទៀតហើយនៅវីដេអូថ្មីរបស់ខ្ញុំហើយវីដេអូនេះខ្ញុំថតពីសកម្មភាពដែលខ្ញុំបានទៅលេងនៅខាងស្រុកពនិតព្រះបាទហើយខ្ញុំក៏បានទៅទីតាំងមួយកន្លែងដែលឮខាងបងប្អូនប្រជាពលរដ្ឋគាត់តែងតែហៅថារថក្រោះថ្មអញ្ចឹងខ្ញុំក៏បានមកដល់ទីតាំងហ្នឹងហើយក៏ឃើញថាទិដ្ឋភាពនៅទីនោះក៏ស្អាតដែរហើយយើងឃើញមានបងប្អូនគាត់បានដើរហាត់ប្រាណក៏ដូចជាការលក់ដូរអីនៅជិតៗហ្នឹងផងដែរហើយនេះជាទិដ្ឋភាពមួយដែលខ្ញុំបានធ្វើដំណើរមកដល់ហើយប្រជាពលរដ្ឋឬក៏អ្នកភូមិគាត់តែងតែហៅថារថក្រោះថ្មរថហើយយើងឃើញហើយរថក្រោះនេះគឺយើងកសាងឡើងចេញពីថ្មសុទ្ធតែម្ដងបានតាមអ្វីដែលខ្ញុំមកដល់គឺយើងឃើញការឆ្លាក់ការធ្វើហ្នឹងគឺដូចរថក្រោះមែនទែនតែរថក្រោះនេះគឺជាថ្មទេមិនមែនជារថក្រោះដែកអីទេគ្រាន់តែជាការកសាងឡើងសម្រាប់ដាក់នៅរង្វង់មូលចិត្តក្បែរភ្នំតែម្ដងបានហើយជាចុងក្រោយខ្ញុំមិនមានអ្វីច្រើនទេគ្រាន់តែជាការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានឃើញអំពីទិដ្ឋភាពរថក្រោះនេះផងដែរបាទអរគុណជម្រាបលា